ពេលនេះរកឃើញបេក្ខភាពចំនួន2ក្រុមហើយដែលអាចបន្តទៅលេងវគ្គ Semi Final ឬក៏វគ្គ4ក្រុមចុងក្រោយរបស់បាល់ទាត់ពិភពលោកបាទនោះគឺមានមនកូបារាំងហើយនិងកូជុលអេស្ប៉ាញពីក្រុមនេះនឹងត្រូវប៉ះគ្នានៅយប់ថ្ងៃទី14នៅវេលាម៉ោង2រំលងអាធ្រាត្រចូលថ្ងៃទី15បាទខែកក្កដានេះឯងកុំភ្លេចដឹងតែជួចិត្តដឹងតែកក្រាកមេកក្រាកដីហើយតើមនកូបារាំងអាចសងសឹកទៅលើកូជុលអេស្ប៉ាញបានដែរឬទេព្រោះការប្រកួតដែលប៉ះគ្នាកាលពីឆ្នាំមុនក្នុងការប្រកួត Nations League កូជុលអេស្ប៉ាញបានទម្លាក់មនកូបារាំងនៅវគ្គបាទ4ក្រុមចុងក្រោយឬក៏វគ្គ Semi Final នេះដូចគ្នាដោយលទ្ធផល5-4បាទពិតជាជួចិត្តក៏ពិតជាស្វិតស្វាញមែនតើហើយសម្រាប់ការប្រកួតនេះដែរសង្ឃឹមថាមនកូបារាំងអាចសងសឹកទៅលើកូជុលអេស្ប៉ាញបានទៅចុះក៏ប៉ុន្តែយើងកុំភ្លេចថាកីឡាកររបស់កូជុលអេស្ប៉ាញសិតទៅកីឡាករវ័យក្មេងដែលរត់ដូចពាក់ស្លាបចឹងហោះលឿនស្លេវតែម្ដងតែក៏មនកូបារាំងវិញក៏មិនអន់ដែរគឺសិតតែអ្នកកំពូលជំរឿនចេញពីក្រុមកំពូលទាំងអស់តែម្ដងបាទសម្រាប់ការប្រកួតនេះកុំភ្លេចចូលរួមតាមដានទាំងអស់គ្នាហើយកុំភ្លេច like comment share ជាពិសេស follow ដើម្បីទទួលបានព័ត៌មានលម្អិតបាទដឹងតែជួយចិត្តជាមួយនឹងខ្ញុំបាទ admin PM Sport ទៀតហើយបាទសូមអរគុណច្រើន